125 ឬ 150 គឺយើងយកនៅ 0.12 បូកដក 0.02 មីលីម៉ែត្រដូចគ្នា 24 បូកដក 0.02 លេខសម្រាប់បងប្អូនដែលរើម៉ាស៊ីនឬធ្វើក្បាលកន្លះឬកណាត់មុខរបស់ប្រភេទតកូល Honda បាទម៉ាស៊ីន 125 និងម៉ាស៊ីន 150 ថាតើយើងបន្ទាប់ពីយើងធ្វើការរើកណាត់មុខឬក៏ធ្វើម៉ាស៊ីនហើយតើយើងត្រូវថ្លឹងបាទកម្រិតសប៉ាប់បាទតម្លៃប្រមាណឲ្យបានតាមតម្លៃស្តង់ដារនៅសប៉ាប់ភ្លើងបាទនៅសប៉ាប់ប្រេងរបស់យើងអូខេនេះមានคลิก 125 និង 150 ណាអញ្ចឹងការថ្លឹងសប៉ាប់ឲ្យបានតាមតម្លៃស្តង់ដារដែលវិស្វករគេកំណត់ទុកនៅក្នុងឯកសាររបស់គេបងប្អូនត្រូវមានណាបងប្អូនត្រូវមានឯកសារបាទរយៈកម្រិតតម្លៃស្តង់ដាររបស់កម្រិតសប៉ាប់បាទតាំងពីម៉ាស៊ីន 110 125 150 160 បាទ 250 ឬ 300 បាទតម្លៃប្រមាណអញ្ចឹងហើយនេះខ្ញុំមកចែកលេខនៅការថ្លឹងកម្រិតសប៉ាប់ឲ្យបានតាមតម្លៃស្តង់ដារដែលវិស្វករគេកំណត់តាមឯកសាររបស់គេឲ្យបានត្រឹមត្រូវដើម្បីឲ្យម៉ូតូយើងមានការដេរឆាសស្រួលបាទមិនឲ្យរអាក់រអួលបាទឲ្យមានចំហាយឆាសស្អាតល្អអូខេអញ្ចឹងសម្រាប់ម៉ាស៊ីន 125 និង 150 តកូល Honda គឺបងប្អូនថ្លឹងបានដូចគ្នាណាអញ្ចឹងសម្រាប់នៅសប៉ាប់ប្រេងឬសប៉ាប់ខ្យល់របស់យើងត្រូវយកប្រហែល 0.12 បូកដក 0.02 មីលីម៉ែត្រណាសម្រាប់សប៉ាប់ប្រេងឬប៉ាប់ខ្យល់បាទម៉ាស៊ីន 125 ក៏ដោយឬសម្រាប់ម៉ាស៊ីន 150 ក៏ដោយណាសម្រាប់សប៉ាប់ប្រេងឬសប៉ាប់ខ្យល់គឺយើងយកដូចគ្នាដែរ 125 និង 150 ណាអូខេរីឯសប៉ាប់ភ្លើងខាងក្រោមរបស់យើងណាបាទប៉ាប់ភ្លើងរបស់យើងខាងក្រោមយើងត្រូវយកកម្រិតតាមតម្លៃស្តង់ដារដែលវិស្វករកំណត់មកគឺ 0.24 បូកដក 0.02 បាទណានេះដូចគ្នានេះម៉ាស៊ីន 150 ហើយនេះ 125 គឺដូចគ្នាណាអញ្ចឹងយើងយកដូចគ្នាដែរសម្រាប់កម្រិតនៅសប៉ាប់ភ្លើងបាទដែលបានតាមស្តង់ដារគឺយើងយក 0.24 បូកដក 0.02 មីលីម៉ែត្រណាទាំងម៉ាស៊ីន 125 និង 150 អូខេតោះយើងថ្លឹងបាទដើម្បីឲ្យបានតាមតម្លៃស្តង់ដារដើម្បីឲ្យម៉ូតូយើងដេរឆាសស្រួលមានចំហាយឆាសស្អាតល្អដោយមិនរអាក់រអួលឬក៏មិនបាច់ចាំមូហ្គៀឲ្យតម្លាក់ហ្គៀបានច្រើនណាកាលណាតែបងប្អូនថ្លឹងខុសវានឹងដូចនឹងចង្វាក់ដកដង្ហើមបងប្អូនជាងម៉ូតូយើងអញ្ចឹងនឹងដូចចង្វាក់ដកដង្ហើមរបស់យើងអញ្ចឹងមនុស្សយើងមានចង្វាក់ដកដង្ហើមតាមកម្លាំងរៀងខ្លួនម៉ាស៊ីនដូចគ្នាដែរណាម៉ាស៊ីន 110 125 150 បាទ 160 បាទអញ្ចឹងគឺកម្រិតរបស់វាគេមានតម្លៃស្តង់ដាររបស់គេដូចមនុស្សយើងដែរកាលណាតែថ្លឹងខុសស្តង់ដារប្រកបណាស់បងប្អូននឹងពិបាកដេរឆេះហើយក៏ឆេះមានចំហាយឆេះអស់ស្អាតល្អដែរបាទអូខេនេះជាคลิปមកចែកម្លែកដល់បងប្អូនបាទដែលជួសជុលប្រភេទម៉ូតូអូតូនិងម៉ូតូប្របិចបន្ទាប់ពីយើងធ្វើការរើក្បាលកន្លះ